កូនសម័យថ្មីឥឡូវមិនសូវចេះគោរពដឹងគុណឪពុកម្ដាយទេនៅក្នុងសង្គមខ្មែរយើងការគោរពឪពុកម្ដាយគឺជាគុណតម្លៃដ៏សំខាន់មួយដែលត្រូវបានបណ្ដុះបណ្ដាលតាំងពីយូរលង់ណាស់មកហើយក្នុងប្រពៃណីខ្មែរកូនចៅត្រូវបានបង្រៀនឲ្យគោរពស្ដាប់បង្គាប់និងថែរក្សាឪពុកម្ដាយដែលជាការបង្ហាញនៃការដឹងគុណចំពោះអ្នកដែលបានចិញ្ចឹមបីបាច់ថែរក្សាប៉ុន្តែនាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញមាននិន្នាការថ្មីមួយដែលកូនជំនាន់ថ្មីមិនសូវគោរពឪពុកម្ដាយដោយការពីមុនទៀតឡើយរឿងនេះបានក្លាយជាការព្រួយបារម្ភសម្រាប់មនុស្សជំនាន់ចាស់និងអ្នកដែលនៅតែប្រកាន់ខ្ជាប់នៅគុណតម្លៃឬក៏ប្រពៃណីការប្រែប្រួលនៃសង្គមនិងឥទ្ធិពលនៃបច្ចេកវិទ្យាយើងមិនអាចបដិសេធបានទេថាសង្គមយើងកំពុងមានការប្រែប្រួលយ៉ាងខ្លាំងបច្ចេកវិទ្យាទំនើបដូចជាទូរស័ព្ទ smartphone អ៊ីនធឺណិតនិងបណ្ដាញសង្គមបានចូលមកនៅក្នុងជីវិតរបស់យើងយ៉ាងពេញលេញជាពិសេសសម្រាប់យុវវ័យពួកគេចំណាយពេលច្រើនទៅលើឧបករណ៍ទាំងនេះរហូតដល់មិនសូវមានពេលនិយាយគ្នាជាមួយនឹងឪពុកម្ដាយនៅពេលដែលគ្រួសារអង្គុយញ៉ាំអាហារជុំគ្នាជាញឹកញាប់យើងឃើញថាកូនតែងតែភ្ជាប់អារម្មណ៍ទៅនឹងទូរស័ព្ទជាជាងការនិយាយសន្ទនាជាមួយនឹងសមាជិកគ្រួសារលើសពីនេះទៅទៀតបណ្ដាញសង្គមបានបង្កើតឲ្យមានគម្លាតរវាងមនុស្សជំនាន់ចាស់និងជំនាន់ថ្មីកូនសម័យថ្មីងាយទទួលឥទ្ធិពលពីវប្បធម៌បរទេសតាមរយៈវីដេអូរូបភាពនិងព័ត៌មានផ្សេងៗដែលពួកគេមើលឃើញនៅលើអ៊ីនធឺណិតទាំងនេះធ្វើឲ្យពួកគេរៀនតាមឥរិយាបថនិងរបៀបនៃការប្រស្រ័យទាក់ទងថ្មីៗដែលអាចផ្ទុយពីអ្វីដែលឪពុកម្ដាយបានបង្រៀនការផ្លាស់ប្ដូរនៃគុណតម្លៃនិងទស្សនៈមួយវិញទៀតការអប់រំសម័យទំនើបបានជំរុញឲ្យយុវវ័យមានការគិតប្រកបដោយសេរីភាពនិងមានការរិះគន់នេះជាការល្អសម្រាប់ការអភិវឌ្ឍសង្គមប៉ុន្តែក្នុងករណីខ្លះវាបានធ្វើឲ្យកូនមានទំនោរប្រឆាំងទៅនឹងគំនិតរបស់ឪពុកម្ដាយពួកគេចាប់ផ្ដើមសួរចម្លើយពីហេតុផលនៃក្បួនច្បាប់និងការប្រព្រឹត្តតាមទំនៀមទម្លាប់ជាជាងការគោរពដែលគ្មានការសួរនាំនៅពេលដែលឪពុកម្ដាយមិនអាចផ្ដល់ចម្លើយដែលគួរឲ្យពេញចិត្តកូនចាប់ផ្ដើមមានការសង្ស័យនិងមិនសូវជឿជាក់ទៅលើសម្ដីរបស់អ្នកមានគុណពួកគេអាចយល់ថាគំនិតរបស់ឪពុកម្ដាយហួសសម័យឬមិនសមស្របទៅនឹងបរិបទសង្គមបច្ចុប្បន្នជាលទ្ធផលកូនជំនាន់ថ្មីមិនសូវស្ដាប់ដំបូន្មានរបស់ឪពុកម្ដាយនិងច្រើនតែធ្វើតាមការគិតផ្ទាល់ខ្លួនចំពោះការផ្លាស់ប្ដូរនៃរបៀបនៃការអប់រំកូនការអប់រំកូនក៏មានការផ្លាស់ប្ដូរដែរបើសិនជាពីមុនឪពុកម្ដាយច្រើនប្រើការដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះកូនដែលមិនស្ដាប់បង្គាប់ប៉ុន្តែបច្ចុប្បន្នមនុស្សភាគច្រើនលែងប្រើវិធីសាស្ត្រនេះទៀតហើយការសិក្សាផ្សេងៗបានបង្ហាញថាការដាក់ទណ្ឌកម្មទៅលើរាងកាយមិនមែនជាវិធីសាស្ត្រល្អបំផុតនៅក្នុងការអប់រំកូនទេនេះធ្វើឲ្យឪពុកម្ដាយជាច្រើនប្រើវិធីសាស្ត្រផ្សេងដូចជាការនិយាយពន្យល់ការប្រឹក្សាយោបល់ឬការពិភាក្សាជាដើមប៉ុន្តែវិធីសាស្ត្រទន់ភ្លន់ទាំងនេះក៏អាចបង្កើតឲ្យមានបញ្ហាដែរប្រសិនបើមិនមានតុល្យភាពត្រឹមត្រូវរវាងសេរីភាពនិងវិន័យកូនអាចយល់ច្រឡំថាពួកគេអាចធ្វើអ្វីៗតាមតែចិត្តដោយគ្មានការយោគយល់ពីឪពុកម្ដាយពួកគេអាចមើលស្រាលទៅលើដំបូន្មានរបស់អ្នកមានគុណនិងគិតថាខ្លួនឯងដឹងច្រើនជាងពួកគាត់ចំពោះផលប៉ះពាល់ទៅលើទំនាក់ទំនងគ្រួសារនៅពេលដែលកូនមិនគោរពឪពុកម្ដាយទំនាក់ទំនងគ្រួសារនឹងคล้ายជាការលំបាកឪពុកម្ដាយមានការឈឺចាប់និងពិបាកចិត្តនៅពេលកូនមិនស្ដាប់ដំបូន្មានឬបង្ហាញអាកប្បកិរិយាមិនសមរម្យចំពោះពួកគាត់នេះនាំឲ្យមានការប្រកែកគ្នានិងការខឹងសម្បារចំពោះគ្នាបរិយាកាសក្នុងគ្រួសារក៏คล้ายជាតានតឹងនិងមិនរីករាយលើសពីនេះទៅទៀតកូនដែលមិនចេះគោរពឪពុកម្ដាយ
ច្រើនតែជួបបញ្ហានៅក្នុងការទទួលយកនៅអាជ្ញាក្នុងសង្គមដូចជាគ្រូបង្រៀនប៉ូលីសឬក៏អ្នកដឹកនាំផ្សេងៗពួកគេងាយនឹងមានឥរិយាបថប្រឆាំងនិងប្រព្រឹត្តខុសពីក្បួនច្បាប់សង្គមចំពោះការព្យាយាមដោះស្រាយដើម្បីដោះស្រាយបញ្ហានេះគ្រួសារនីមួយៗត្រូវខិតខំប្រឹងប្រែងរកវិធីបង្កើតនៅទំនាក់ទំនងល្អរវាងសមាជិកគ្រួសារឪពុកម្ដាយគួរចំណាយពេលច្រើនជាមួយកូននិងព្យាយាមយល់ពីការគិតរបស់ពួកគេការសន្ទនាបើកចំហជាមួយកូនអាចជួយបង្កើតការយោគយល់គ្នាទៅវិញទៅមកទន្ទឹមនឹងនេះឪពុកម្ដាយគួរព្យាយាមរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗដើម្បីមិនឲ្យមានគម្លាតច្រើនពេកជាមួយកូនពួកគាត់គួរស្វែងយល់ពីវប្បធម៌ដែលកូនចូលចិត្តនិងព្យាយាមរកចំណុចរួមដែលអាចពិភាក្សាគ្នាបានចំណែកឯកូនវិញគួរតែដឹងថាការគោរពឪពុកម្ដាយមិនមែនមានន័យថាធ្វើតាមគ្រប់យ៉ាងដោយគ្មានការគិតនោះទេការគោរពមានន័យថាការស្ដាប់គំនិតរបស់អ្នកមានគុណពិចារណានិងទទួលយកការណែនាំល្អៗការប្រស្រ័យទាក់ទងគ្នាដោយវិធីសមរម្យនិងការយោគយល់គ្នាទៅវិញទៅមកអាចជួយពង្រឹងនៅទំនាក់ទំនងគ្រួសារចំណែកឯសាលារៀននិងសង្គមក៏មានតួនាទីសំខាន់ដែរសាលារៀនក៏ដើរតួនាទីសំខាន់ក្នុងការបណ្ដុះបណ្ដាលកូនឲ្យចេះគោរពអ្នកដទៃដែរសាលាគួរតែរួមបញ្ចូលការបង្រៀនអំពីគុណតម្លៃប្រពៃណីនិងភាពចាំបាច់នៃការគោរពមនុស្សចាស់ក្រុមសហគមន៍និងសាសនាក៏អាចជួយលើកកម្ពស់នូវគុណតម្លៃនេះផងដែររដ្ឋាភិបាលគួរតែជំរុញការផលិតកម្មវិធីទូរទស្សន៍ឬក៏មាតិកាធ្វើការផ្សព្វផ្សាយផ្សេងៗដែលបង្ហាញពីសារៈសំខាន់នៃគ្រួសារនិងការគោរពឪពុកម្ដាយសង្គមទាំងមូលត្រូវចូលរួមនៅក្នុងការរក្សាគុណតម្លៃល្អនេះខណៈពេលដែលយើងកំពុងតែវិវត្តទៅជាសង្គមទំនើបចំពោះបញ្ហាកូនសម័យថ្មីគឺមិនសូវចេះគោរពឪពុកម្ដាយគឺជាបញ្ហាស្មុគស្មាញដែលតាក់ទងទៅនឹងការប្រែប្រួលសង្គមបច្ចេកវិទ្យានិងគុណតម្លៃយើងមិនអាចផ្ដោតទោសទៅលើភាគីណាមួយទាំងស្រុងទេប៉ុន្តែត្រូវស្វែងរកដំណោះស្រាយរួមគ្នាការប្រឹងប្រែងរបស់គ្រួសារសាលារៀននិងសង្គមទាំងមូលអាចជួយកែលម្អនៅស្ថានភាពនេះយើងត្រូវរកតុល្យភាពរវាងការរក្សាគុណតម្លៃប្រពៃណីនិងការទទួលយកនៅគំនិតថ្មីៗដែលសមស្របទៅនឹងសម័យកាលនៅទីបំផុតដំណោះស្រាយដ៏ល្អបំផុតគឺការយោគយល់គ្នាទៅវិញទៅមកនិងការគោរពគ្នាទោះបីជាមានគំនិតខុសគ្នាក៏ដោយទោះបីជាយើងកំពុងរស់នៅក្នុងសង្គមដែលផ្លាស់ប្ដូរយ៉ាងឆាប់រហ័សក៏ដោយគុណតម្លៃមូលដ្ឋាននៃការគោរពឪពុកម្ដាយនៅតែមានសារៈសំខាន់ដូចពីមុនវាគឺជាតួនាទីរបស់យើងទាំងអស់គ្នាក្នុងការធានាថាកូនជំនាន់ក្រោយនឹងបន្តថែរក្សាគុណតម្លៃនេះខណៈពេលដែលពួកគេកំពុងរៀនរស់នៅក្នុងពិភពលោកថ្មី